ចឹងមិនក៏មិនញ៉ាំទេអ្នកនាងមិនឃ្លានមែនទេបាទអ្នកនាងមិនឃ្លានអ្នកនាងក៏មើលមាត់ខ្ញុំញ៉ាំក៏បានបាទអ្នកនាងមេកងអ្នកញ៉ាំបាយខាងក្រៅតែស្វាមីអ្នកនាងតែគាត់បានអ្នកណាញ៉ាំបាយជាមួយទេខ្ញុំមិនទាន់មានគ្រួសារទេរាល់ថ្ងៃខ្ញុំមានតែអ្នកម៉ាក់ម្នាក់គត់ហើយអ្នកម៉ាក់របស់ខ្ញុំក៏ប្រហែលជាញ៉ាំបាយរួចហើយតាមពិតអ្នកនាងនៅទំនេរសោះខ្ញុំស្មានតែអ្នកនាងមានគ្រួសារអញ្ចឹងហើយតែអ្នកនាងញ៉ាំបាយនៅខាងក្រៅតាមពិតជាកំមុំចាស់សោះខ្ញុំមិនខ្វល់ទេទៅជាអ្នកកំមុំចាស់ក៏មិនអីដែរហើយចាស់អ្នកនាងមានអាយុប្រហែលហើយខ្ញុំមើលតែអ្នកនាងប្រហែលជាអាយុប្អូនខ្ញុំ3ទៅ4ឆ្នាំឯណោះនឹងហើយខ្ញុំអាយុប្អូនអ្នកនាងតែខ្ញុំស្អាតបណ្ដាអ្នកនាងទេខ្ញុំសួរអ្នកនាងតិចបានទេតើអ្នកនាងគ្មានអ្នកណាស្រឡាញ់ឬក៏អ្នកនាងមិនស្រឡាញ់គេតែអ្នកនាងនៅទំនេរខ្ញុំសួរបែបនេះព្រោះតែខ្ញុំឃើញថាអ្នកនាងក៏មានសម្រស់ស្រស់ស្អាតហើយចំណេះដឹងអ្នកនាងក៏បានខ្ពង់ខ្ពស់ខ្ញុំមិនតាន់ចង់គិតរឿងនោះទេព្រោះខ្ញុំមិនតាន់បានជួបមនុស្សដែលខ្ញុំស្រឡាញ់ហើយរាល់ថ្ងៃនេះខ្ញុំធុញនឹងអ្នកដែលមកពាក់ព័ន្ធនឹងខ្ញុំគ្រាន់តែនិយាយក៏ធុញថប់បាត់ទៅហើយខ្ញុំគិតថាអ្នកនាងជឿជាក់លើខ្លួនឯងពេកមានអ្នកស្រឡាញ់ចង់បានតែមិនចង់បើអញ្ចឹងអ្នកនាងនៅម្នាក់ឯងអស់មួយជីវិតទេខ្ញុំអាចនឹងរស់នៅម្នាក់ឯងអស់មួយជីវិតបើសិនជាខ្ញុំមិនទាន់ជួបមនុស្សដែលខ្ញុំស្រឡាញ់ហើយចង់អ្នកនាងវិញតែអ្នកនាងមករៀននៅសាកលវិទ្យាល័យនៅភ្នំពេញនេះប្រហែលឆ្នាំហើយខ្ញុំតែមករៀននៅឆ្នាំនេះហើយខ្ញុំស្នាក់នៅជាមួយមីងរបស់ខ្ញុំគាត់គ្មានកូនចៅទេព្រោះគាត់មិនព្រមយកប្តីដូចជាអ្នកនាងមេកងអញ្ចឹងហើយលទ្ធផលដែលបានមកវិញនៅពេលនេះគឺគាត់គ្មានកូនចៅទេរាល់ថ្ងៃនេះគាត់ទុកខ្ញុំដូចជាកូនរបស់គាត់អញ្ចឹងបើនិយាយការប្រដៅទៅវិញឲ្យតែលោកប៉ាអ្នកម៉ាក់វាយខ្ញុំគាត់មករងចំនួនខ្ញុំរហូតហើយថែមទាំងនិយាយកាន់ជើងខ្ញុំទៀតទោះបីជាខ្ញុំធ្វើខុសយ៉ាងណាក៏គាត់មិនដែលខឹងអ្នកខ្ញុំដែរអ្នកនាងប្រកែនិយាយពិតមែនខ្ញុំសួរតែបន្តិចសោះអ្នកនាងនិយាយរៀបរាប់ដូចជាអ្នកលេងជីកេបើខ្ញុំមិននិយាយរៀបរាប់តើអ្នកនាងមិនដឹងទេហើយចុះអ្នកនាងវិញចាំមិនដែរនិយាយឲ្យខ្ញុំស្ដាប់បន្តិចមកខ្ញុំកំព្រាលោកប៉ាតាំងពីនៅតូចហើយអ្នកម៉ាក់គាត់ក៏បានមើលថែខ្ញុំយ៉ាងល្អគាត់តាមចិត្តខ្ញុំគ្រប់យ៉ាងនៅពេលដែលខ្ញុំប្រឡងចប់គាត់ចង់ឲ្យខ្ញុំរៀនពេទ្យតែខ្ញុំមិនចង់ធ្វើតាមគាត់ទេខ្ញុំចង់ធ្វើជាប៉ូលីសហើយគាត់ក៏យល់ព្រមធ្វើតាមចិត្តខ្ញុំទៀតតែរឿងមួយដែលខ្ញុំមិនអាចប្រកែកជាមួយគាត់បានគឺរឿងគ្រួសារគាត់ចង់ឲ្យខ្ញុំរៀបការជាមួយកូនមិត្តភក្តិគាត់តែខ្ញុំប្រកែករហូតដល់ថ្ងៃនេះមិនក៏អ្នកនាងមិនរៀបការទេបើអ្នកនាងរៀបការណាអ្នកនាងនៅមានអនាគតអ្នកនាងនៅមានកូនបលែងលេងខ្ញុំបាននិយាយប្រាប់អ្នកនាងរួចហើយថាខ្ញុំមិនទាន់បានជួបមនុស្សដែលខ្ញុំស្រឡាញ់អញ្ចឹងហើយខ្ញុំមិនទាន់ចង់រៀបការជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ទេបានហើយខ្ញុំគិតថាយើងកុំនិយាយទៀតអីយើងញ៉ាំទេព្រោះអីកុំឲ្យយប់ជ្រៅអ្នកមីងរបស់អ្នកនាងរងចាំមើលផ្លូវ